បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបបទពិសោធន៍មួយចំនួនដែលតកតងស្ដីអំពីការបរោះដាម៉ូនបាទអញ្ចឹងទេកុំឲ្យខាតពេលយូរយើងបានទាំងអស់គ្នាបាទហើយនេះជាពូតម៉ូនដែលខ្ញុំបានកាត់ពីផ្ទះអ្នកជិតខាងមកយើងយកមកយើងកាត់ច្រាំវាជាកង់ដែលខ្ទង់អាចក្នុងទៅតាមក្នុងនេះខ្ញុំបានកាត់វាជា3ទឹកទៅ4ទឹកហើយដោយសារតែខ្ញុំមានមែកមនច្រើនតែបើសិនជាបងប្អូនដែលមិនទាន់ដែលខ្វះនៅមែកមនបងប្អូនពុកម៉ែបងប្អូនអាចកាត់យកត្រឹមមួយចង្អាមឬលើមួយចង្អាមតិចតួចក៏បានដែរហើយសម្រាប់យើងយកមកកាត់គឺកន្លែងនៅត្រង់បដោះឬនឹងគឺយើងជាវាចេញណាឆូតជាវាចេញដើម្បីយើងសម្រាប់លាយយើងលាបជាមួយនឹងអកម៉ូនបន្ទាកតុយកពើណាហើយក្នុងការផ្សំនេះខ្ញុំបានយកបន្ទាកតុយកពើយកមកលាបត្រង់កន្លែងដែលយើងកាត់ហ្នឹងដើម្បីឲ្យវាឆាប់ដល់ឬបាទហើយយើងលាបវាឲ្យសព្វទៅលាបវាឲ្យសព្វនៅត្រង់កន្លែងដែលយើងកាត់ហ្នឹងទៅហើយយើងលាបវាទុកក្នុងរយៈពេលប្រហែលជា10ទៅ15នាទីបាទហើយនេះយើងធ្វើការកាត់ច្រឹបវាត្រង់កន្លែងគល់ហ្នឹងច្រឹបឲ្យវាចេញជាស្រួចច្រឹបចេញជាស្រួចជាមុខស្រួចហើយបន្ទាប់មកយើងចិតសបកវានឹងចេញមកហើយយើងធ្វើការលាបវាបន្តទៀតបាទនេះជាពូជដែលយើងធ្វើហើយបានធ្វើហើយក្នុងវីដេអូនេះគឺយើងបានធ្វើជាគំរូឲ្យពុកម៉ែបងប្អូនមើលតែពីរទេដោយសារតែវាជាវីដេអូវែងអញ្ចឹងខ្ញុំក៏បានកាត់វាមួយចំនួនដើម្បីឲ្យវាកុំឲ្យវាវែងពេកបន្ទាប់ពីយើងបានធ្វើមែកពូជហើយគឺដល់យើងលាយដីសម្រាប់ដីដែលខ្ញុំបានយកមកលាយនេះគឺជាដីដែលយកចេញពីដីមួយមុខលើលាយជាមួយនឹងជីកំប៉ុស្តយើងហើយរបៀបលាយគឺយើងយកដី 50% ជាមួយនឹងកំប៉ុស្ត 50% ឬក៏យើងផាម្យ៉ាងទៀតថាបើយើងដាក់ຂະຫນາດឧបមាថាយើងមានຂະຫນາດមួយដែលជាធុងលាយស៊ីម៉ង់គឺយើងអាចយកដីមួយធុងស៊ីម៉ង់លាយជាមួយនឹងជីមួយធុងស៊ីម៉ង់ដែរមានន័យថាសមាមាត្រ1ហើយសម្រាប់ការធ្វើជីកំប៉ុស្តគឺយើងអាចធ្វើជាលក្ខណៈផ្សំជាកាច់ជាកំប៉ុស្តសិនណាសម្រាប់ជីលាមកសត្វអីហ្នឹងគឺយើងយកមកកាច់ធ្វើវាជាកំប៉ុស្តសិនដើម្បីឲ្យវាកាច់បានល្អមុននឹងយើងយកមករៀបជាដីសម្រាប់ធ្វើការបណ្ដុះវាហើយសម្រាប់វីដេអូនៃការធ្វើជីកំប៉ុស្តខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូននៅវីដេអូក្រោយទៀតបើសិនបើខ្ញុំមានពេលឬក៏បានធ្វើនៅជីកំប៉ុស្តហ្នឹងបាទក្រោយពីយើងបានច្រកដីចូលក្នុងកន្ទោងហើយគឺយើងធ្វើការញាត់បញ្ចូលឲ្យមែកពូជនឹងតែម្ដងហើយសូមបញ្ជាក់បងប្អូនថាការដោតមែកពូជចូលហ្នឹងគឺយើងត្រូវយក
មើលផ្នែកវាណាយើងត្រូវដោតផ្នែកវាឡើងទៅលើយើងកុំដាក់ចុះទៅក្រោមណាបើដាក់ចុះទៅក្រោមគឺវាអត់ដុះទេណាអញ្ចឹងរបៀបដោតចូលក៏ដូចគ្នាដែរយើងត្រូវដោតយើងមើលខាងកន្ទោងយើងដោយមិនដោតមិនឲ្យលិចដល់បាតទេមានន័យថាកន្ទោងយើងហ្នឹងគឺយើងយកអីវាស់វាទៅយើងដោតវាត្រឹមតែ2ភាគ3ទេចាប់ពីលើទៅមានន័យថាយើងទុកចន្លោះ1ភាគផ្នែកខាងក្រោមដើម្បីទុកឲ្យវាដុះរឹសហើយ2ភាគផ្នែកខាងលើអញ្ចឹងមានន័យថាយើងទុកតែ1ភាគទេសម្រាប់ឲ្យវាចេញរឹសបើសិនបើយើងដោតទៅដល់បាតកន្ទោងតែម្ដងធ្វើឲ្យរឹសហ្នឹងវាពិបាកនឹងចេញហើយវាចេញគឺមិនល្អដែរអញ្ចឹងនេះហើយជាមូលហេតុដែលយើងត្រូវទុកវា1ភាគយើងដោតតែ2ភាគទេបន្ទាប់ពីយើងបានដោតហើយគឺយើងធ្វើការស្រោចទឹកវាឲ្យជោគស្រោចណាស្រោចទឹកឲ្យជោគណាពុកម៉ែបងប្អូនគឺស្រោចលើកទី1ហ្នឹងគឺយើងស្រោចឲ្យជោគហើយបើសិនជាយើងពិនិត្យមើលឃើញថាវាដីរាងនៅទន់គឺយើងសកត់វាកុំឲ្យដីហ្នឹងកុំឲ្យពូជមែកយើងរេរឆ្វេងទៅស្ដាំណាឲ្យស្កត់ឲ្យវាហាប់ណែនបន្តិចហើយវាបាទយើងស្រោចឲ្យវាឲ្យជោគទៅបាទហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងសិនមកថាចាប់ប៉ុណ្្នឹងអរគុណបាយបាយ